បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាវីដេអូ Channel គ្រូថ្នាំខ្មែរថ្ងៃនេះខ្ញុំមានវីដេអូមួយទៀតមកបង្ហាញជូនពុកម៉ែបងប្អូនអំពីដើមបង្គាបាទនេះខាងមុខនេះគឺជាដើមបង្គាបាទអញ្ចឹងដើមបង្គាគឺជាលក្ខណៈរុក្ខជាតិគុំជលព្រឹកតូចបាទនេះហើយនេះខែប្រាំងរឿងស្វិតបន្តិចបាទពុកម៉ែបងប្អូនហើយចំណែកស្លឹកពុកម៉ែបងប្អូនអាចពិនិត្យមើលបានបាទនេះខាងក្រោមនេះខាងក្រោមស្លឹកបាទហើយនេះផ្នែកខាងលើស្លឹកបាទហើយមើលខាងនោះមានផ្កាដើមនេះមានផ្កាបាទនេះផ្កាបាទផ្កាបែបនេះបាទងាយស្រួលសម្រាប់ពុកម៉ែបងប្អូនបើចង់ស្គាល់បាទចង់រកគឺផ្កាបែបនេះបាទហើយកន្លែងដុះអាចដុះនៅតំបន់ភ្នំព្រៃល្បោះបាទហើយកន្លែងដែលខ្ញុំថតនេះក្បែរជើងភ្នំបាទតាមព្រៃល្បោះហើយដីនេះគឺជាប្រភេទដីខ្សាច់ផងដែរបាទហើយផ្នែកប្រើប្រាស់ធ្វើជាសតព្យាបាលយើងអាចយកមកព្យាបាលជំងឺថ្លើមបាទសម្រាប់ពុកម៉ែបងប្អូនដែលកើតជំងឺរលាកថ្លើមគឺអាចយកឫសបង្គីនឹងបានបាទហើយក៏អាចជួយបណ្ដេញខ្យល់បាទសម្រាប់ពុកម៉ែបងប្អូនដែលមានខ្យល់ក្នុងពោះបាទទល់ខ្យល់ច្អល់ពោះខ្យល់ក្នុងពោះវៀនតូចពោះវៀនធំអីហ្នឹងបាទអាចបណ្ដេញបានដូចគ្នាបាទហើយក៏អាចជួយព្យាបាលរមាស់ផងដែរសម្រាប់ពុកម៉ែបងប្អូនដែលកើតរមាស់បាទផ្សេងអាចយកឫសបង្គីហ្នឹងទៅព្យាបាលរមាស់ផងដែរបាទហើយក៏អាចកប់ជាមួយនឹងជំងឺឬដងបាតផងបាទបើសិនជាពុកម៉ែបងប្អូនកើតជំងឺឬដងបាតពិបាកបត់ជើងធំបាទយកឫសបង្គីហ្នឹងទៅដាំទឹកស្ងោរហូបធ្វើឲ្យបត់ជើងស្រួលហើយឬដងបាតនោះនឹងស្វិតបាទហើយក៏សូមជម្រាបជូនពុកម៉ែបងប្អូនថាបើសិនជាចង់ប្រើប្រាស់នៅថ្នាំខ្មែរបុរាណផ្សេងតែរវល់ការងារច្រើនមិនបានរកអាចទាក់ទងមកខ្ញុំតាមលេខទូរស័ព្ទ097 31 13 046 069 30 21 88ឬក៏អាចចូលមកកាន់ Facebook របស់ខ្ញុំឆៃលៀងឆៃលីក៏ដូចជា Page គ្រូសេងថ្នាំឆ្នាំងហើយមួយទៀតអាចទាក់ទងតាម Telegram តាមរយៈលេខ097 31 13 046ហើយកុំភ្លេចពុកម៉ែបងប្អូនសូមជួយចុច Subscribe ទៅលើ Channel YouTube របស់ខ្ញុំអ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីមុនគេបាទសូមអរគុណ